ក្រោយពីដើរអស់មួយសន្ទុះធំពីអ្នកឲ្យកូនក៏បានចិត្តទៅដល់តែក្នុងពេលនោះសម្រិតក៏បាននិយាយទៅកាន់លោកពុកថាលោកពុករឿងមួយដែលខ្ញុំងឿឆ្ងល់ខ្ញុំតែងតែចង់សួរពុកអមរឿងមើលមុខកូនប្រុសរួចហើយក៏គាត់សួរថារឿងអីកូនឯងសួរពុកមកចោះអ្នកកំឡោះក៏បាននិយាយថាលោកពុកធម្មតាតំបន់ព្រៃបង់បត់គឺជាកន្លែងរបស់អ្នករក្សាសិលជាទីកន្លែងអ្នកសច្ចាំងចុះហេតុអ្វីធ្វើដំណើរចូលទៅបែរជាស្លាប់បាត់បង់ជីវិតទៅវិញខ្ញុំដូចជាឆ្ងល់ណាស់ក្រែងពួកគាត់ជាអ្នករក្សាសិលហេតុអ្វីក៏ពួកគាត់មកសម្លាប់មនុស្សរឿងនេះដូចជាមិនសមហេតុផលសោះក្រោយពីលោកអ៊ំបានស្ដាប់សំណួររបស់កូនប្រុសគាត់ក៏មានការងឿឆ្ងល់ដែរក្នុងពេលនោះគាត់ក៏បានឆ្លើយតបថាកូនរឿងនេះពុកក៏មិនដឹងដែរក៏ប៉ុន្តែគ្មានអ្នកបកស្រាយប្រាប់ពួកយើងនោះទេចាស់គ្រាន់តែនិយាយថាទីកន្លែងនោះគឺជាទីកន្លែងហាមឃាត់យើងចូលទៅស្លាប់បាត់បង់ជីវិតនោះដោយសារតែយើងទៅបំពេញទីកន្លែងរបស់គេក៏ប៉ុន្តែពុកគិតថាប្រហែលជាមានរឿងអ្វីលើសនេះពិតជាមិនខានក្រោយពីប្រូគ្នារួចលោកអ៊ំក៏បាននិយាយទៅកាន់កូនប្រុសរបស់គាត់ណែកូននៅខាងមុខនោះគឺជាព្រៃបង់បាត់ហើយពួកយើងបំបែកផ្លូវគ្នាទៅរួចហើយមកជួបគ្នានៅក្រោមដើមឈើធំនេះក៏ប៉ុន្តែបើសិនជាមានគ្រោះថ្នាក់អីបាញ់កំភ្លើងទៅលើ3គ្រាប់ប្រាប់សញ្ញាទៅពុកនឹងធ្វើដំណើរទៅរកឯងពិតជាមិនខាននោះទេក្រោយពីនិយាយគ្នារួចឪពុកកូនក៏ចាប់ផ្ដើមចែកផ្លូវគ្នារួចហើយពួកគាត់ទាំងពីរនាក់បានដើរទៅមួយចំហៀងម្នាក់ទៅឆ្វេងម្នាក់ទៅស្ដាំអ្នកកំឡោះរបស់យើងក៏បានធ្វើដំណើរទៅខាងស្ដាំតែម្នាក់ឯងភ្នែករកមើលសត្វព្រៃគ្រាន់តែចូលដល់គៀកតំបន់នោះគឺឃើញសត្វព្រៃច្រើនណាស់មានទាំងតូចមានទាំងធំក៏ប៉ុន្តែពួកវាបានរត់ចូលទៅកាន់ព្រៃជ្រៅក្នុងតំបន់ព្រៃហាមឃាត់ដែលគេហៅថាភូមិបង់បត់នៅពេលនោះអ្នកកំឡោះមានការញញើតដែរដោយសារតែមិនចង់ហ៊ានរត់ចូលទៅទីកន្លែងនោះទេគេក៏បានដើរគេចចេញទៅនៅក្នុងពេលនោះបើសិនជាអ្នកកំឡោះដេញតាមបាញ់បានពពួកសត្វព្រៃនោះដែរគ្រាន់តែគេមិនចង់ចូលទៅបំពេញទីកន្លែងនោះគេចង់រកសត្វព្រៃក្បែរនេះសិនមួយសន្ទុះធំក្រោយមកអ្នកកំឡោះក៏ចាប់ផ្ដើមប្រមាញ់បានសត្វឆ្លុះមួយដ៏ធំអ្នកកំឡោះសប្បាយចិត្តខ្លាំងណាស់ក្រោយមកគេក៏ចាប់ផ្ដើមលើកសត្វឆ្លុះនោះទៅដាក់លើករួចហើយក៏ធ្វើដំណើរសម្ដៅទៅកាន់ដើមឈើធំរងចាំឪពុកគេព្រះអាទិត្យក៏ចាប់ផ្ដើមបន្ទាបខ្លួនបន្តិចម្ដងអ្នកកំឡោះនោះក៏បានអង្គុយចាំរហូតដល់ព្រះអាទិត្យលិចក៏ប៉ុន្តែគេក៏ចាប់ផ្ដើមមានអារម្មណ៍ថាឪពុករបស់គេប្រហែលជាមិនស្រួលដោយសារតែគាត់បានជួបជាមួយនឹងគ្រោះថ្នាក់នៅក្នុងព្រៃពិតជាមិនខានឥឡូវយើងក្រឡេកមើលទៅអ៊ំរឿនវិញអ៊ំរឿងនៅពេលដែលគាត់បានស្ពេកកំភ្លើងដើរមួយសន្ទុះស្រាប់តែបានជួបប្រទះនឹងសត្វជ្រូកព្រៃដ៏ធំមួយក្បាលជ្រូកព្រៃនោះធំខ្លាំងណាស់អ៊ំរឿងគាត់ក៏សប្បាយចិត្តដែរក្រោយមកគាត់ក៏ចាប់ផ្ដើមទាញកំភ្លើងដេញតាមសត្វជ្រូកព្រៃនោះក៏ប៉ុន្តែដេញតាមសត្វជ្រូកព្រៃត្រឹមតែមួយសន្ទុះធំអ៊ំរឿនមានអារម្មណ៍ថាហាក់ដូចជាបង្វែងព្រៃមិនដឹងទៅខាងណាលិចកើតជើងត្បូងនោះទេលោកអ៊ំបានឈរសម្លឹងទៅមួយសន្ទុះក៏ប៉ុន្តែគាត់មិនដឹងថាផ្លូវណាជាផ្លូវដែលគាត់ត្រូវធ្វើដំណើរត្រឡប់ថយក្រោយវិញនោះទេក៏ប៉ុន្តែនៅពេលដែលគាត់ឈប់ជ្រូកព្រៃក៏ឈប់ដូចគ្នាដោយសារតែឃើញជ្រូកព្រៃធំខ្លាំងពេកលោកអ៊ំគិតក្នុងចិត្តថាចាំពេលប្រមាញ់បានជ្រូកព្រៃនេះហើយចាំរកផ្លូវត្រឡប់ថយក្រោយវិញនៅពេលនោះលោកអ៊ំក៏ចាប់ផ្ដើមដេញតាមជ្រូកព្រៃដ៏ធំនោះរហូតទៅដល់ក្នុងព្រៃបង់បត់កាន់តែជ្រៅបន្តិចក្រោយមកអ្នកកំឡោះរបស់យើងដោយសារតែឃើញព្រះអាទិត្យជិតលិចគេក៏ចាប់ផ្ដើមមានអារម្មណ៍កាន់តែមិនស្រួលសម្រិតក៏ចាប់ផ្ដើមទាញកំភ្លើងបាញ់ឡើងទៅលើ3គ្រាប់ដើម្បីផ្ដល់សញ្ញាឲ្យលោកពុកចំណែកឯអ៊ំរឿងបន្ទាប់ពីលឺស្នូកំភ្លើងគាត់ក៏ដឹងថាកូនប្រុសរបស់គាត់នៅទិសដៅណាភ្លាមនោះគាត់មានអារម្មណ៍ថាព្រួយបារម្ភលើកូនស្នូកំភ្លើងនេះគឺជាស្នូកំភ្លើងបាញ់ឲ្យសញ្ញាប្រាប់ថាកូនប្រុសរបស់គាត់មានគ្រោះថ្នាក់ភ្លាមនោះគាត់ក៏ចាប់ផ្ដើមបកក្រោយរត់សម្ដៅមកកាន់ទីកន្លែងកូនប្រុសដែលឲ្យសញ្ញាមកកាន់គាត់ទឹកចិត្តឪពុកទោះជាយ៉ាងណាក៏ដោយបើសិនបើឮកូនប្រុសមានគ្រោះថ្នាក់នោះគាត់ប្រកាសជាមិនចោលកូនឡើយប្រកាសជាត្រឡប់មកវិញទោះបីជាបោះបង់ជីវិតក៏ដោយឪពុកម្ដាយម្នាក់តែងតែយល់ព្រមសុខចិត្តលះបង់ជីវិតរបស់ពួកគាត់ដើម្បីកូនស្រីប្រុសគ្រប់គ្នាលោកអ៊ំរត់ចេញពីទីកន្លែងនេះឆ្ងាយសែនឆ្ងាយក្រោយមកគាត់ក៏បានទៅចិត្តដល់ទីកន្លែងកូនប្រុសរបស់គាត់បើឲ្យគាត់រកផ្លូវខ្លួនឯងនោះប្រហែលជារកមិនឃើញនោះទេក៏ប៉ុន្តែសំណាងដែរកូនប្រុសរបស់គាត់បាញ់កំភ្លើងឲ្យសញ្ញាទើបគាត់ស្ដាប់ឮដឹងថាទីកន្លែងណាគឺជាផ្លូវដែលគាត់ធ្វើដំណើរចូលមកនៅពេលដែលលោកអ៊ំរត់ចិត្តដល់ទីកន្លែងកូនប្រុសនៅពេលនោះក៏ស្រាប់តែជ្រូកព្រៃ
នោះក៏ចាប់ផ្ដើមរត់ដេញតាមគាត់ជ្រុកព្រៃដល់ធំឡើងរួចហើយសំឡេងវាក៏ចាប់ផ្ដើមស្រែកសំដៅមកលោកអ៊ំក៏ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះសំឡេងដែលស្រែកចេញនោះគឺមិនមែនជាសំឡេងសត្វជ្រុកព្រៃនោះទេតែវាគឺជាសំឡេងរបស់មនុស្សប្រុសឈប់សិនសងជីវិតពួកខ្ញុំវិញមកឈប់សិនអាតាកញ្ចាស់ឆាប់សងជីវិតពួកយើងវិញមកសំឡេងស្រែកនោះធ្វើឲ្យអ៊ំរឿងចាប់ផ្ដើមមានអារម្មណ៍ភ័យព្រឺព្រួចនៅក្នុងទ្រូងគាត់ពេលនេះកំពុងតែលឺស្នូបេះដូងភឹបលោកអ៊ំសម្លឹងក្រឡេកមកក្រោយនៅពេលនោះគាត់ក៏ស្រាប់តែឃើញថាបរមមានរូបរាងខ្មៅភ្នែកក្រហមកំពុងតែជិះលើខ្នងជ្រុកព្រៃដ៏ធំនោះហើយកំពុងតែបោះពួយសម្ដៅមករកគាត់ផងដែរលោកអ៊ំគាត់ក៏ចាប់ផ្ដើមមានការភ័យខ្លាចហើយគាត់គិតក្នុងចិត្តថានេះប្រហែលជាពួកដែលរស់នៅក្នុងព្រៃបង់បត់ពិតជាមិនខានដែលកំពុងដេញតាមគាត់តែរឿងមួយគួរឲ្យងឿងឆ្ងល់នោះគាត់មិនដែលសម្លាប់ជីវិតមនុស្សនោះទេហើយអ្វីពួកវាស្រែកថាឲ្យគាត់សងជីវិតទៅកាន់ពួកវាវិញមួយផ្លែតក្រោយមកសត្វជ្រូកព្រៃកាន់តែគៀកចំណែកឯវិញ្ញាណជាច្រើនក៏ចាប់ផ្ដើមបង្ហាញខ្លួនខ្លះមានវានឹងដីខ្លះទៀតមានហោះធ្វើឲ្យលោកអ៊ំចាប់ផ្ដើមមានអារម្មណ៍កាន់តែព្រឺព្រួចនៅពេលនោះលោកអ៊ំក៏បានស្រែករួចហើយក៏ចាប់ផ្ដើមទាញកាំភ្លើងបាញ់សម្ដៅទៅរកមនុស្សដែរជិះលើខ្នងសត្វជ្រូកព្រៃយក្សនោះពេលនោះមានភ្នែកក្រហមឆេះរូបរាងពណ៌ខ្មៅមើលទៅគួរឲ្យខ្លាចនៅក្នុងពេលនោះស្នូកាំភ្លើងលោកអ៊ំក៏ចាប់ផ្ដើមបន្លឺឡើងទៅដល់កូនប្រុសរបស់គាត់មានឈ្មោះថាសម្រិតបន្ទាប់ពីលឺស្នូកំភ្លើងផ្ទួនជាប់គ្នាបែបនេះអ្នកកំឡុកក៏ចាប់ផ្ដើមមានការព្រួយបារម្ភពីឪពុកភ្លាមនោះអ្នកកំឡុកក៏ចាប់ផ្ដើមក្រោកចេញពីដើមឈើរួចហើយរត់សម្ដៅទៅកាន់ទិសដៅដែលឪពុករបស់គេបានបាញ់កំភ្លើងសម្រិតរត់បណ្ដាស្រែកសួរឪពុកបណ្ដាថាលោកពុកតើមានរឿងអ្វីទៅលោកពុកឮសំឡេងខ្ញុំដែរឬទេនៅពេលនោះអ៊ំរឿងបានឮសំឡេងកូនប្រុសគាត់ក៏មានអារម្មណ៍ធូរស្រាលបន្តិចក្រោយមកគាត់ក៏បាននិយាយថាកូនប្រុសឯងកុំចូលមកកាន់ទីនេះអីគ្រោះថ្នាក់ណាស់កូនសុទ្ធតែវិញ្ញាណខ្មោចបិសាចឯងឆាប់ចេញទៅឲ្យលឿនសម្រិតឮដូចនោះគេកាន់តែរត់ចូលសម្ដៅទៅរកឪពុកបន្ថែមទៀតនៅក្នុងពេលនោះអ៊ំរឿងមានសភាពវង្វេងនៅឡើយនោះទេសម្រិតចូលទៅដល់គេក៏បាននិយាយថាឯណាទៅពុកពពួកខ្មោចបិសាចនោះខ្ញុំមិនឃើញនោះទេនៅក្នុងពេលនោះលោកអ៊ំក៏បានចង្អុលរួចហើយក៏និយាយថានោះកូនប្រុសម្នាក់ដែលជិះលើខ្នងសត្វជ្រូកនោះវាមានភ្នែកធំពណ៌ក្រហមគួរឲ្យខ្លាចណាស់វិញ្ញាណផ្សេងទៀតនៅក្បែរវាកូនឃើញអត់ក៏ប៉ុន្តែបានឃើញតែអ៊ំរឿងប៉ុណ្ណោះកូនប្រុសរបស់គាត់មើលមិនឃើញនោះទេរំពេចនោះសម្រិតក៏បាននិយាយថាលោកពុកខ្ញុំមើលមិនឃើញនោះឡើយមើលណាខ្ញុំមើលមិនឃើញនោះទេអ៊ំរឿងក៏លេចមកនិយាយជាមួយកូនប្រុសរបស់គាត់សារជាថ្មីរួចហើយគាត់និយាយថាមើលទៅប្រហែលជាបារមីនៅទីនេះហើយគេចង់សម្លាប់ពួកយើងដោយសារតែពុកធ្លាប់សម្លាប់សត្វជាច្រើននៅតាមតំបន់ព្រៃនេះកូនឯងឆាប់រត់ឲ្យលឿនទៅក៏ប៉ុន្តែសម្រិតគេមិនព្រមរត់ចេញពីទីកន្លែងនោះទេសត្វជ្រូកព្រៃក៏បានរត់ចូលមកគៀកភ្លាមនោះនៅពេលដែលអ៊ំរឿងក៏លេចទៅសារជាថ្មីស្រាប់តែពពួកវាក៏ចាប់ផ្ដើមរលាយបាត់ចេញពីទីកន្លែងនោះរឿងនេះធ្វើឲ្យគាត់មានអារម្មណ៍ងឿងឆ្ងល់ខ្លាំងណាស់អ៊ំរឿងក៏បានសម្លឹងដើររកនៅណាទៅពួកវាទៅណាអស់